សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបង្ហាញជូនបងប្អូនមើលពីកុដលោកតាដំរីនៅលើភ្នំត្បែងមានជ័យបងប្អូននៅខេត្តព្រះវិហារហើយកុដនេះពេលខ្ញុំទៅដល់គឺលោកតាដំរីអត់នៅទេអញ្ចឹងយើងអត់បានឡើងទៅលើកុដហើយក៏អត់បានជួបគាត់ដែរតែគាត់ថាទៅដល់ហើយក៏ថតបង្ហាញជូនបងប្អូនមើលទៅអញ្ចឹងកុដនៅលើភ្នំភាគច្រើនគឺសុទ្ធតែឈើព្រោះគាត់កាប់ឈើនៅលើភ្នំនោះដើម្បីយកមកធ្វើអញ្ចឹងណាបងប្អូនចាគាត់សម្រាប់តែខ្លួនឯងស្នាក់នៅហើយមានជាក្រានបាយមានអីអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនឆ្ងល់ខាងនៅលើភ្នំនៅរបៀបម៉េចអីរបៀបម៉េចគឺកន្លែងដែលសំខាន់សម្រាប់ជ្រើសរើសទីតាំងនៅគឺត្រូវមានទឹកកាលណាកន្លែងណាមានទឹកហូរមានអីទើបយើងអាចនៅបានបើមិនចឹងទេគឺយើងត្រូវដើរទៅកន្លែងឆ្ងាយដើម្បីដួសទឹកឬក៏ទឹកមុជទឹកអីគឺពិបាកចឹងកន្លែងនេះដោយសារវីដេអូហ្នឹងថតកាលពីខែប្រាំងអញ្ចឹងទៅកន្លែងដែលទឹកហូរហ្នឹងគឺវាដាច់ទឹកហើយប៉ុន្តែលោកបានទិញស្តែនទឹកសម្រាប់យកមកទុកត្រងទឹកដាក់សម្រាប់ដាក់ប្រើនៅក្នុងខែប្រាំងនៅម្នាក់ឯងឬក៏ពីរនាក់អីស្តែនទឹកមួយធុងនេះគឺអាចនៅបានហើយរស់នៅបានសម្រាប់ខែប្រាំងរហូតដល់មានទឹកមកវិញបានហើយណាបងប្អូនចាឲ្យលោកមានសង្ឃប្រគុណសង្ឃអីប្រើប្រាស់ចឹងទៅអរគុណច្រើនបង